Perisic 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 boy Budimir ពីក្របរបស់ក្រុមជំរឿជាតិក្រូអាតបាទក្របដំបូងគេគឺរកបានដោយកីឡាករបាទអាន់តេប៊ូឌីមើមកនៅនាទីទី26ជំរាបសួរប្រិយមិត្តបាល់ទាត់ជាទីមេត្រីបាទស្វាគមន៍សាជាថ្មីថ្ងៃនេះគឺជាថ្ងៃទី21ខែមីនាឆ្នាំ2025ថ្ងៃនេះអេដមីនលើកគូបាល់ចំនួន4គូដើម្បីមកប្រកាសលទ្ធផលផ្លូវការបាទគឺស្ថិតនៅក្នុងព្រឹត្តិការណ៍ UEFA Nation League វគ្គ Final បាទវគ្គ8ក្រុមអូខេឥឡូវយើងកុំឲ្យខាតពេលយូរយើងទៅមើលលទ្ធផលទាំងអស់គ្នាបាទវគ្គ8ក្រុមចុងក្រោយ UEFA Nation League បាទ Final គូទី1នេះគឺជួបគ្នារវាង Netherlands ប៉ះជាមួយនឹងអេស្ប៉ាញលទ្ធផលផ្លូវការនោះគឺ2ស្មើបាទក្រុមម្ចាស់ផ្ទះក៏2ក្រុមភ្ញៀវក៏2ដែរបាទពីក្របរបស់ Netherlands បាទក្របដំបូងគេគឺរកបានដោយកីឡាករ Cody Gakpo នៅនាទីទី28 Cody Gakpo និងក្របទី2គឺរកបានដោយកីឡាករបាទ Reginder នៅនាទីទី46ទីចានី Reginder អូយឈ្មោះចំណែកពីក្របរបស់ខាងអេស្ប៉ាញនោះវិញបាទក្រុមភ្ញៀវក្របដំបូងគេគឺរកបានដោយកីឡាករ Nico Williams នៅនាទីទី9និងក្របទី2គឺរកបានដោយកីឡាករ Mikel Merino នៅនាទីទី90+3 Mikel Merino គូទី2គឺជួបគ្នារវាងក្រុមជម្រើសជាតិដាណឺម៉ាកប៉ះជាមួយនឹងក្រុមជម្រើសជាតិប៉ូទុយហ្គាល់លទ្ធផលផ្លូវការនោះគឺក្រុមម្ចាស់ផ្ទះដាណឺម៉ាកយកឈ្នះទៅលើក្រុមភ្ញៀវប៉ូទុយហ្គាល់1-0ចាប់ហើយពូដូមួយគ្រាប់របស់ក្រុមជម្រើសជាតិដាណឺម៉ាកបាទរកបានដោយកីឡាករ Ramos Højlund នៅនាទីទី78 Ramos Højlund គូទី3គឺជួបគ្នារវាងក្រុមជម្រើសជាតិបាទក្រូអាតប៉ះជាមួយនឹងក្រុមជម្រើសជាតិបារាំងលទ្ធផលផ្លូវការគឺក្រុមម្ចាស់ផ្ទះក្រូអាតបាទយកឈ្នះទៅលើក្រុមភ្ញៀវបារាំង2-0ក្រូអាតឡើងជើងដែរក្រូអាតធ្វើបានល្អមែនទេបាទចំណែកឯបារាំងក៏គាត់ធ្វើបានល្អដែរពីក្របរបស់ក្រុមជម្រើសជាតិក្រូអាតបាទក្របដំបូងគេគឺរកបានដោយកីឡាករបាទអាន់តេប៊ូឌីមើនៅនាទីទី26និងគ្រាប់ទី2រកបានដោយកីឡាករ Ivan Perisic នៅនាទីទី45+1 Ivan Perisic គូទី4គឺជួបគ្នារវាងក្រុមជម្រើសជាតិបាទអ៊ីតាលីប៉ះជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់លទ្ធផលផ្លូវការគឺក្រុមភ្ញៀវបាទអាល្លឺម៉ង់យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះអ៊ីតាលី2-1បាទពីគ្រាប់របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់គ្រាប់ដំបូងគេគឺរកបានដោយកីឡាករ Tim Klindien នៅនាទីទី49និងគ្រាប់ទី2គឺរកបានដោយកីឡាករ Leon Goretzka នៅនាទីទី76បាទការបង្ហាញលទ្ធផលផ្លូវការទាំង4គូដែលស្ថិតនៅក្នុងព្រឹត្តិការណ៍បាទ UEFA Nation League វគ្គ Final ឥឡូវនេះបានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូក្រោយទៀត